ដល់ចំណុចទី2គណៈបកការងារនិយមសំទោសដល់ចំណុចទី2គណៈបកការងារនិយមឆ្នាំ1945ដល់ឆ្នាំ1951លោក Clement Attlee មកពីគណៈបកការងារនិយមបានបន្តតំណែងជានាយករដ្ឋមន្ត្រីដែលអនុវត្តនយោបាយក្នុងការស្ដារប្រទេសនៅក្រោយសង្គ្រាម2.1នយោបាយរដ្ឋឧបត្ថម្ភពាក្យនេះហៅចំពោះនយោបាយរបស់គណៈបកការងារនិយមដែលបានដឹកនាំប្រទេសចាប់ពីឆ្នាំ1945ដល់ឆ្នាំ1951ដើម្បីជួយសង្គ្រោះប្រជាជន25លាននាក់ដែលជាអ្នកឥតការងារធ្វើអ្នកជំងឺស្ត្រីមេម៉ាយមន្ត្រីចូលនិវត្តន៍និងចាស់ជរាកសេវាកម្មសុខភាពកសេវាកម្មសុខភាពគេបានបង្កើតមន្ទីរពេទ្យជាច្រើនដើម្បីផ្ដល់សេវាកម្មថែទាំសុខភាពដែលធានាដល់ការព្យាបាលជំងឺនិងចែកចាយថ្នាំដោយឥតគិតថ្លៃសម្រាប់ប្រជាជន95%ដោយស្មើភាពគ្នានិងគ្មានការរើសអើងរដ្ឋបានបង្កើតភ្នាក់ងារសុខភាពចំនួន34,000នាក់ទូទាំងប្រទេសចាប់តាំងពីរដ្ឋរហូតដល់ទីជនបទដោយចំណាយប្រាក់ចំនួន400លានផោនដោយចំណាយទឹកប្រាក់ចំនួន400លានផោនស្មើនឹង 3.5 នៃថវិកាជាតិលោក Cleveland ជារដ្ឋមន្ត្រីក្រសួងសុខាភិបាលបានប្រមាណឃើញថាមានមនុស្ស8.5 លាននាក់ត្រូវការព្យាបាលធ្មេញនិងភ្នែកដោយតម្រូវការវ៉ែនតាចំនួន5លានសម្រាប់ខបញ្ហាលំនៅឋានពីឆ្នាំ1945ដល់ឆ្នាំ1950ដើម្បីជៀសវាងការរីកដុះដាលនៃសំណង់អនាធិបតេយ្យនៅតាមទីក្រុងរាជរដ្ឋាភិបាលបានសាងសង់លំនៅឋានចំនួន157,000 ខ្នងនិងផ្ទះល្វែងចំនួន806,000 ខ្នងថែមទៀតដើម្បីជួសជុលផ្ទះដែលបាក់បែកចំនួន333,000 ខ្នងផ្សេងទៀតក្នុងនោះការដោះស្រាយនៅវិបត្តិសេដ្ឋកិច្ចរដ្ឋាភិបាលអង់គ្លេសបានធ្វើជាតូបកុម្មុយនីសចាប់ពីរោងចក្រធនាគារផ្លូវដែកកំពង់ផែធនធានរ៉ែនិងធ្យូងថ្មផ្សេងៗជាច្រើនទៀត2.2 ការធ្លាក់ចុះនៃចក្រភពនៅក្រៅសង្គ្រាមលោកទី2ចក្រភពអង់គ្លេសបានដែលជាធ្លាប់ជាប្រទេសដែលរុងរឿងបានអន់ថយដោយសារប្រទេសនៅក្រោមអាណានិគមនៃទ្វីបផ្សេងបានបះបោរក្រោកឡើងទាមទារឯករាជ្យជាបន្តបន្ទាប់នៅទ្វីបអាស៊ីឥណ្ឌាបានទាមទារឯករាជ្យព្រមទាំងបានបង្កើតនៅរដ្ឋមួយទៀតគឺសាធារណរដ្ឋប៉ាគីស្ថាននៅឆ្នាំ1947ដែលបង្កើតនៅអថិរភាពនយោបាយនិងសង្គមគឺបញ្ហាស្មៀដែលម្ខាងនៅឥណ្ឌានិងម្ខាងទៀតនៅប៉ាគីស្ថានដែលសប្តាហ៍ថ្ងៃប្រទេសទាំងពីរនេះជាប្រទេសផលិតអាវុធបរមាណូដូចគ្នាហើយភាគីទាំងពីរតែងតែដណ្ដើមឧត្តមភាពគ្នាដោយឥតឈប់ឈរនៅឆ្នាំ1948អង់គ្លេសបានប្រគល់ឯករាជ្យឲ្យកោះស្រីលង្កាទៀតទោះបីជាប្រទេសនៅក្នុងទ្វីបឥណ្ឌាទាំង3នេះមានវិវាទនឹងគ្នាយ៉ាងណាក៏ដោយក៏នៅតែជាសមាជិកនៃអង្គការ Commonwealth ជាមួយគ្នាដដែល